ការជួបគ្នាដែលមិននឹកស្មានភ្លៀងធ្លាក់រលឹមលើទីក្រុងតូចមួយមនុស្សគ្រប់គ្នារត់រកកន្លែងជ្រកខណៈដែលនីតានារីវ័យ23ឆ្នាំកំពុងឈរនៅចំណតឡានក្រុងដោយគ្មានឆ័ត្រនាងទើបតែបញ្ចប់ការងារថ្ងៃដំបូងនៅក្រុមហ៊ុនថ្មីហើយមិននឹកស្មានថាមេឃនឹងភ្លៀងខ្លាំងបែបនេះឡើយស្រាប់តែបរិសម្នាក់ដើរមកចិត្តហើយលើកឆ័ត្រមួយបាំងឲ្យនាងបើអ្នកមិនប្រកាន់ទេយើងជ្រើក្រោមឆ័ត្រតែមួយទៅនីតាមើលមកគាត់ដោយភ្ញាក់ផ្អើលបរិសនោះមានស្នាមញញឹមស្ងប់ស្ងាត់និងភ្នែកមើលទៅដូចជាស្មោះត្រង់អរគុណនាងនិយាយទាំងញញឹមតិចខ្ញុំឈ្មោះតារាចុះអ្នកវិញខ្ញុំឈ្មោះនីតាពួកគេទាំងពីរឈរជជែកគ្នារហូតឡានក្រុងមកដល់មុនពេលឡើងឡានតារាបាននិយាយថាខ្ញុំសង្ឃឹមថាយើងនឹងបានជួបគ្នាម្ដងទៀតនីតាគ្រាន់តែញញឹមហើយឡានក្រុងក៏ចេញដំណើរនៅថ្ងៃបន្ទាប់ពេលនាងទៅដល់ក្រុមហ៊ុនថ្មីនាងស្ទើរតែមិនជឿភ្នែកខ្លួនឯងតារាគឺជាប្រធានផ្នែកដែលនាងត្រូវធ្វើការជាមួយសួស្តីយើងជួបគ្នាម្ដងទៀតហើយតារានិយាយទាំងសោចចាប់តាំងពីថ្ងៃនោះមកពួកគេចាប់ផ្ដើមស្គាល់គ្នាកាន់តែច្រើនតារាតែងជួយនីតានៅកន្លែងការងារបង្រៀននាងឲ្យអត់ធ្មត់ហើយតែងតែលើកទឹកចិត្តនាងពេលមានកំហុសមួយខែក្រោយមកពួកគេទាំងពីរនាក់ចាប់ផ្ដើមញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នារៀងរាល់ថ្ងៃមិត្តរួមការងារជាច្រើនចាប់ផ្ដើមនិយាយលេងថាពួកគេស័ក្តិសមនឹងគ្នាណាស់ប៉ុន្តែនីតាមិនដឹងទេថាមាននារីម្នាក់កំពុងតែសម្លឹងមើលនាងពីចម្ងាយនាងមានឈ្មោះថាស្រីពេជ្រដែលជាអតីតសង្សាររបស់តារាហើយនាងមិនទាន់បានរំភ្លេចគាត់បាននៅឡើយទេស្រីពេជ្រខ្សឹបប្រាប់ខ្លួនឯងថាតារាខ្ញុំនឹងមិនអោយអ្នកស្រឡាញ់អ្នកផ្សេងបានទេខណៈដែលតារានិងនីតាកំពុងតែចាប់ផ្ដើមមានអារម្មណ៍ល្អចំពោះគ្នាស្រមោលនៃអតីតកាលក៏ចាប់ផ្ដើមលេចឡើងអតីតកាលដែលត្រឡប់មកវិញបន្ទាប់ពីធ្វើការជាមួយគ្នាអស់ជាច្រើនសប្តាហ៍ទំនាក់ទំនងរវាងតារានិងនីតាកាន់តែស្និទ្ធស្នាលពួកគេតែងតែផឹកកាហ្វេជាមួយគ្នាចែករំលែករឿងរ៉ាវជីវិតនិងជួយគ្នានៅកន្លែងការងារមិត្តរួមការងារជាច្រើនចាប់ផ្ដើមនិយាយថាពួកគេមើលទៅដូចជាគូស្នេហ៍ជាងមិត្តរួមការងារទៅទៀតថ្ងៃមួយតារាបានអញ្ជើញនីតាទៅមើលពិព័រណ៍សៀវភៅនីតាទទួលយកដោយអារម្មណ៍រំភើបព្រោះនាងចូលចិត្តអានសៀវភៅនៅតាំងតែពីក្មេងនៅពេលដែលពួកគេដើរជាមួយគ្នាយ៉ាងសប្បាយរីករាយស្រាប់តែមាននារីម្នាក់ដើរមកឈរចំពីមុខតារាមិននឹកស្មានថាអ្នកមានអ្នកថ្មីលឿនបែបនេះទេតារាស្ងៀមមួយសន្ទុះស្រីពេជ្រហេតុអ្វីអ្នកនៅទីនេះស្រីពេជ្រញញឹមទាំងភ្នែកពោពេញទៅដោយការឈឺចាប់ខ្ញុំត្រឡប់មកដើម្បីយកអ្វីដែលជារបស់ខ្ញុំវិញនីតាមិនដឹងថាត្រូវនិយាយអ្វីនាងទើបដឹងថាស្រីពេជ្រគឺជាអតីតសង្សាររបស់តារាស្រីពេជ្របន្តនិយាយថាអ្នកដឹងទេអ្នកធ្លាប់សន្យាថានឹងរៀបការជាមួយខ្ញុំពាក្យនោះធ្វើឲ្យបេះដូងនីតាចាប់ផ្ដើមសង្ស័យតារាព្យាយាមពន្យល់ថាការបែកគ្នារវាងគាត់និងស្រីពេជ្របានកើតឡើងជាយូរមកហើយគ្មានអ្នកណាក្បត់អ្នកណាទេប៉ុន្តែនីតាមិនទាន់អាចយល់បានភ្លាមថ្ងៃបន្ទាប់នៅក្រុមហ៊ុនមានសម្បត្តិអនាមិកមួយដាក់នៅលើតុរបស់នីតាក្នុងសម្បត្តិនោះសរសេរថាបើអ្នកមិនចង់ឈឺចាប់សូមនៅឲ្យឆ្ងាយពីតារាអ្នកមិនដឹងការពិតអំពីគាត់ទេនីតាអានហើយចិត្តចាប់ផ្ដើមរំជួយនាងមិនដឹងថាអ្នកណាជាអ្នកផ្ញើនឹងការពិតដែលគេនិយាយនោះជាអ្វីចាប់តាំងពីថ្ងៃនោះនាងចាប់ផ្ដើមគេចពីតារារាប់ពេលតារាព្យាយាមនិយាយជាមួយនាងតែងតែរកលេសដើរចេញតារាឈរមើលនាងចេញពីការិយាល័យទាំងមិនយល់ថាហេតុអ្វីមនុស្សធ្លាប់ញញឹមដាក់គាត់រាល់ថ្ងៃបែរជាคล้ายជាមនុស្សស្ងៀមស្ងាត់ក្នុងពេលតែមួយ
នៅជ្រុងម្ខាងនៃការិយាល័យស្រីពេជ្រកំពុងញញឹមដោយក្តីពេញចិត្តនេះទើបតែជាការចាប់ផ្ដើមតែប៉ុណ្ណោះវគ្គ3ការយល់ច្រឡំដែលបំបែកបេះដូងក្រោយពីទទួលបានសម្បត្តិអនាមិកនីតាកាន់តែដាក់ចម្ងាយពីតារាទោះជាតារាព្យាយាមសួរនាងជាច្រើនដងច្រើនសារក៏ដោយនាងគ្រាន់តែឆ្លើយថាខ្ញុំចង់នៅម្នាក់ឯងមួយរយៈតារាមិនយល់ថាគាត់បានធ្វើអ្វីខុសទេគាត់ចាប់ផ្ដើមស្វែងរកមូលហេតុរហូតដឹងថាស្រីពេជ្របានត្រឡប់មកធ្វើការនៅក្រុមហ៊ុនដដែលថ្ងៃមួយតារាបានហៅស្រីពេជ្រទៅនិយាយនៅហាងកាហ្វេហេតុអ្វីអ្នកធ្វើបែបនេះយើងបានបញ្ចប់គ្នាជាយូរមកហើយស្រីពេជ្រសម្លឹងមើលគាត់ទាំងទឹកភ្នែកខ្ញុំមិនដែលឈប់ស្រឡាញ់អ្នកទេខ្ញុំមិនអាចមើលឃើញអ្នកមានសុភមង្គលជាមួយអ្នកផ្សេងបានឡើយអ្វីដែលពួកគេមិនដឹងនោះគឺថានីតាបានឃើញពួកគេអង្គុយជាមួយគ្នានៅពីខាងក្រៅហាងនាងមិនអាចឮការសន្ទនាទេប៉ុន្តែបានឃើញស្រីពេជ្រចាប់ដៃតារានិងយំបេះដូងរបស់នីតាហាក់ដូចជាបែកខ្ទេចនាងគិតថាតារានៅតែមានចិត្តចំពោះអតីតសង្សារនៅថ្ងៃបន្ទាប់នីតាបានដាក់លិខិតលាឈប់ពីការងារតារារត់ទៅទាន់មុននាងចាកចេញនីតាសូមស្ដាប់ខ្ញុំសិននាងងាកមកទាំងភ្នែកក្រហមខ្ញុំមិនចង់ក្លាយជាអ្នកទី3ក្នុងជីវិតអ្នកទេអ្នកយល់ច្រឡំហើយបើខ្ញុំយល់ច្រឡំហេតុអ្វីអ្នកលាក់រឿងទាំងអស់នេះពីខ្ញុំតារានៅស្ងៀមគាត់គិតថាអតីតកាលដែលបានបញ្ចប់ទៅហើយមិនគួរយកមករំលឹកទេប៉ុន្តែការស្ងៀមរបស់គាត់បែរជាធ្វើឲ្យនីតាគិតថាអ្វីៗគឺជាការពិតនីតាបានដើរចេញដោយមិនងាកក្រោយទី4ការពិតដែលបានលាតត្រដាងបន្ទាប់ពីនីតាចាកចេញពីទីក្រុងតារាបានរស់នៅក្នុងជីវិតដែលពោរពេញទៅដោយភាពស្ងប់ស្ងាត់ការិយាល័យដែលធ្លាប់មានសំណោចរបស់នីតាក្លាយជាកន្លែងដែលគាត់មិនចង់នៅយូររាល់ព្រឹកគាត់នៅតែទិញកាហ្វេពីរកែវដោយទម្លាប់ចាស់ប៉ុន្តែកែវមួយទៀតតែងតែត្រជាក់ដោយគ្មានអ្នកផឹកថ្ងៃមួយស្រីពេជ្របានមកជួបតារានាងដាក់សម្បត្តិមួយលើតុហើយនិយាយទាំងសំឡេងញ័រខ្ញុំមកសុំទោសខ្ញុំជាអ្នកសរសេរសម្បត្តិអនាមិកទាំងនោះខ្ញុំក៏មានចេតនាធ្វើឲ្យនីតាយល់ច្រឡំដែរតារាស្ងៀមមួយសន្ទុះមុននឹងសួរហេតុអ្វីអ្នកធ្វើបែបនេះស្រីពេជ្រស្រក់ទឹកភ្នែកខ្ញុំគិតថាបើគ្មាននាងអ្នកនឹងត្រឡប់មករកខ្ញុំវិញតែចុងក្រោយខ្ញុំបានបាត់បង់ទាំងអ្នកនិងក្តីគោរពចំពោះខ្លួនឯងនាងបានប្រកល់អាសយដ្ឋានរបស់នីតាដែលនាងបានស្វែងរកដោយសម្ងាត់ទៅរកនាងទៅកុំឲ្យអ្នកទាំងពីរបែកគ្នាដោយសារតែកំហុសរបស់ខ្ញុំទៀតតារាមិនរងចាំមួយនាទីទៀតឡើយគាត់បានធ្វើដំណើរទៅខេត្តភ្លាមនៅភូមិតូចមួយក្បែរវាលស្រែតារាបានឃើញនីតាកំពុងជួយម្ដាយដាំផ្កានីតាភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកមកទីនេះបានយ៉ាងម៉េចតារាដកដង្ហើមវែងខ្ញុំមកប្រាប់ការពិតខ្ញុំមិនដែលក្បត់អ្នកទេខ្ញុំបានបាយពីស្រីពេជ្រមុនពេលជួបអ្នកជាច្រើនឆ្នាំសម្បត្តិទាំងអស់និងការយល់ច្រឡំគឺជាការរៀបចំរបស់នាងតារាបានហុចសម្បត្តិសារភាពរបស់ស្រីពេជ្រឲ្យនីតាអានទឹកភ្នែករបស់នីតាហូរចុះយឺតអញ្ចឹងខ្ញុំជាអ្នកដែលមិនព្រមស្ដាប់អ្នកតារាញញឹមស្រាលមនុស្សគ្រប់គ្នាសុទ្ធតែអាចយល់ច្រឡំសំណួរគឺតើយើងហ៊ានអភ័យទោសឲ្យគ្នាដែរឬទេនីតាមិនអាចទប់ទឹកភ្នែកបានទៀតឡើយនាងដើរចូលទៅអោបតារាយ៉ាងណែនក្រោមមេឃដែលចាប់ផ្ដើមភ្លៀងរលឹមដូចថ្ងៃដែលពួកគេបានជួបគ្នាលើកដំបូងអ្នកទាំងពីរបានរកឃើញគ្នាវិញវគ្គទី5ចុងបញ្ចប់នៃក្តីស្រឡាញ់ក្រោមដំណក់ភ្លៀងស្រាលតារានិងនីតាឈរមុខគ្នាពេលវេលាជាច្រើនខែដែលពោរពេញទៅដោយការយល់ច្រឡំហាក់ដូចជារលាយបាត់ទៅជាមួយនឹងទឹកភ្លៀងតារាចាប់ដៃនីតាថ្នមតាំងពីថ្ងៃដែលខ្ញុំលើកឆាត់ឲ្យអ្នកនៅចំណតឡានក្រុងខ្ញុំមិនដែលគិតថាមនុស្សម្នាក់អាចផ្លាស់ប្ដូរជីវិតខ្ញុំបានដល់ថ្នាក់នេះទេនីតាញញឹមទាំងទឹកភ្នែក
ខ្ញុំក៏មិនដែលគិតដែរថាភ្លៀងមួយមេនឹងនាំឲ្យខ្ញុំជួបមនុស្សដែលខ្ញុំស្រឡាញ់ពីក្រោយផ្ទះម្ដាយរបស់នីតាបានដើរចេញមកគាត់បានស្ដាប់រឿងទាំងអស់ពីកូនស្រីហើយបាននិយាយដោយស្នាមញញឹមថាបើស្រឡាញ់គ្នាពិតកុំឲ្យការយល់ច្រឡំคล้ายជាហេតុធ្វើឲ្យបាត់បង់គ្នាតារាងក់ក្បាលដោយក្តីគោរពបន្ទាប់ពីនោះគាត់បានសម្រេចចិត្តស្នាក់នៅភូមិ2-3ថ្ងៃដើម្បីជួយម្ដាយនីតាធ្វើការក្នុងសួននិងបង្ហាញពីភាពស្មោះត្រង់របស់គាត់កាន់តែស្គាល់តារាម្ដាយនីតាកាន់តែពេញចិត្តគាត់ឃើញថាបរិសម្នាក់នេះមិនត្រឹមតែស្រឡាញ់កូនស្រីគាត់ទេថែមទាំងចេះគោរពនិងយកចិត្តទុកដាក់ចំពោះគ្រួសារផងដែរមួយខែក្រោយមកតារាបាននាំនីតាត្រឡប់ទៅកន្លែងពួកគេបានជួបគ្នាលើកដំបូងគឺចំណតឡានក្រុងចាស់នោះថ្ងៃនោះក៏មានភ្លៀងធ្លាក់ស្រាលៗដូចគ្នាតារាបើកឆ័ត្រមួយហើយឲ្យនីតាចូលឈរក្បែរគាត់បន្ទាប់មកគាត់បានលុតជង្គង់ចុះដកប្រអប់តូចមួយចេញពីហោប៉ៅនីតាតើអ្នកព្រមដើរជាមួយខ្ញុំមិនថាថ្ងៃភ្លៀងឬថ្ងៃមានពន្លឺថ្ងៃឬទេតើអ្នកព្រមរាយការណ៍ជាមួយខ្ញុំឬទេនីតាស្រក់ទឹកភ្នែកដោយក្តីរំភើបនាងងក់ក្បាលហើយនិយាយថាខ្ញុំព្រមតារាបានពាក់ចិញ្ចៀនឲ្យនាងខណៈមនុស្សដែលឈរនៅជុំវិញបានទះដៃអបអរសាទរប៉ុន្មានខែក្រោយមកពិធីមង្គលការរបស់អ្នកទាំងពីរត្រូវបានរៀបចំឡើងយ៉ាងសាមញ្ញប៉ុន្តែពោរពេញទៅដោយសញ្ញាញញឹមនិងក្តីស្រឡាញ់ស្រីពេជ្រក៏បានមកចូលរួមផងដែរនាងបានជូនពរអ្នកទាំងពីរដោយស្មោះហើយនិយាយថាអរគុណដែលអភ័យទោសឲ្យខ្ញុំថ្ងៃនេះខ្ញុំរៀនបានថាសេចក្តីស្រឡាញ់ពិតមិនមែនការកាន់កាប់នរណាម្នាក់ទេប៉ុន្តែជាការជូនពរឲ្យគេមានសុភមង្គលពេលល្ងាចតារានិងនីតាឈរមើលភ្លៀងធ្លាក់ពីលើយកផ្ទះថ្មីរបស់ពួកគេនីតាញញឹមហើយនិយាយថាបើថ្ងៃនោះមិនមានភ្លៀងទេប្រហែលយើងក៏មិនបានជួបគ្នាដែរតារាសើចតិចអញ្ចឹងខ្ញុំនឹងអរគុណភ្លៀងជារៀងរាល់ឆ្នាំអ្នកទាំងពីរសើចជាមួយគ្នាខណៈភ្លៀងបន្តធ្លាក់ស្រាលប្រៀបដូចជាសាក្សីនៃស្នេហាដែលបានឆ្លងកាត់ការលំបាករហូតដល់រកឃើញសុភមង្គលពិត